ថ្ងៃនេះអតិថិជនសួស្តីខាងក្រុមហ៊ុនទឹកដោះគោ Kensi Nano Plus បានចុះមកសួរសុខទុក្ខអតិថិជនដែលគាត់បានប្រើទឹកដោះគោខាងក្រុមហ៊ុនដោយផ្ទាល់ដែលគាត់នៅខាងស្រុកមានជ័យជំរាបសួរលោកពូបាទមានសួរបាទលោកពូឈ្មោះគេដែរលោកពូខ្ញុំពៅនៅបាទអញ្ចឹងបច្ចុប្បន្នលោកពូអាយុប៉ុន្មានដែរលោកពូខ្ញុំអាយុ65ឆ្នាំបាទអញ្ចឹងសូមសួរថាលោកពូស្គាល់ទឹកដោះគោខាងក្រុមហ៊ុនក្មួយតាមរយៈគេដែរលោកពូតាមរយៈគេផ្សាយពាណិជ្ជកម្មតាមទូរស័ព្ទហ្នឹងហើយអញ្ចឹងលោកពូដូចថាជាសាកល្បងប្រើខាងក្រុមហ៊ុនក្មួយហ្នឹងជាលើកដំបូងលោកពូជឿបានកំប៉ុងយកទៅប្រើប្រាស់ដែរលោកពូខ្ញុំជឿ12កំប៉ុងហ្មង12កំប៉ុងតែម្ដងហើយព្រោះប្រសិទ្ធភាពនៃការប្រើទឹកដោះគោខាងក្មួយលោកពូមុននឹងប្រើមានអាការៈបែបណាហើយបន្ទាប់ពីការប្រើមកលោកពូទទួលបានផលបែបណាពីទឹកដោះគោខាងក្មួយលោកពូខ្ញុំកន្លងមកធ្លាប់មានបញ្ហាឬស្គូតឆ្អឹងអីដែរណាក៏ប៉ុន្តែខ្ញុំធ្លាប់ប្រើដោះគោគេរួចហើយប៉ុន្តែដល់ឥឡូវឃើញខាងដោះគោខាង Kensi Nano នេះផ្សាយថ្មីខ្ញុំសាកល្បងទៀតហើយខ្ញុំក៏អត់មានបញ្ហាដែររឿងឆ្អឹងស្លាក់នេះប៉ុន្តែខ្ញុំទិញបន្ថែមណាដើម្បីការពារទៅថ្ងៃក្រោយទៀតបាទអញ្ចឹងចំពោះទឹកដោះគោនឹងផ្ទាល់លោកពូអាចផ្ដាំទៅដល់អតិថិជនដែលគាត់មានបញ្ហាស្លាក់ឆ្អឹងស្រាប់ឬក៏គាត់ពុំទាន់មានបញ្ហាហ្នឹងដែលចង់ឲ្យគាត់ផ្ដាំផ្ញើថារបៀបប្រើសាកល្បងវាមិនដែរលោកពូបើសិនជាបងប្អូនណាដែលគាត់មានបញ្ហាឬក៏មិនទាន់មានបញ្ហាក៏ដោយយើងវ័យចំណាស់ឲ្យគួរតែប្រើដោះគោដើម្បីការពារសុខភាពខ្លួនយើងផងអញ្ចឹងអរគុណច្រើនចំពោះអតិថិជនទាំងអស់ដែលគាត់មានប្រសាសន៍អញ្ចឹងមិនថាគាត់មានបញ្ហាសន្លាក់ឆ្អឹងឬក៏គាត់ចង់ការពារឆ្អឹងកុំឲ្យមានការពុកឬស្ពោតទៅថ្ងៃមុខអាចសាកល្បងប្រើជាមួយនឹងទឹកដោះគោ Kensi Nano Plus បានបាទអរគុណ